ជាបន្តទៅទៀតនេះសូមអរធនានិមន្តនិងអញ្ជើញពុទ្ធបរិស័ទទាំងឡាយមកតាមដានព្រះសន្តាប់និងស្ដាប់នៅកម្មវិធីផ្សាយសម្លេងព្រះពុទ្ធសាសនាផ្សាយចេញពីវត្តត្រពាំងឈូកសស108ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីនេះសូមនិមន្តនិងអញ្ជើញសិក្សាព្រះសន្តាប់និងស្ដាប់ក្នុងនីតិសិក្សានៅព្រះគម្ពីរព្រះត្រៃបិដកខ្មែរតាមច្បាប់ដើម256សតន្តបិដកមជ្ឈិមនិកាយមូលបណាសកតតិយភាគបិដកខ្មែរលេខ22ទ្រង់សម្ដែងធម៌មានលំអបទដើមបទកណ្ដាលបទចុងព្រះអង្គប្រកាសនៅព្រហ្មចរិយធម៌ព្រមទាំងអត្តនិងព្យញ្ជនៈដ៏បរិបូរណ៍បរិសុទ្ធទាំងអស់ក៏ដំណើរដែលបានជួបប្រទះនឹងព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនេះជាការប្រពៃពេកខានគ្រានោះឯងពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកវេរញ្ជានាំគ្នាចូលទៅគាល់ព្រះមានព្រះភិក្ខនោះចូលទៅដល់ហើយពួកខ្លះក៏ថ្វាយបង្គំព្រះមានព្រះភិក្ខរួចអង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែនិយាយពាក្យសំណេះសំណាលទៅរកព្រះមានព្រះភិក្ខលុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកហើយក៏អង្គុយក្នុងទីដ៏សមគួរពួកខ្លះអង្គុយប្រដំអញ្ជលីចំពោះព្រះមានព្រះភិក្ខក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែប្រកាសនាមនិងគោតក្នុងសំណាក់ព្រះមានព្រះភិក្ខអង្គុយក្នុងទីដ៏សមគួរពួកខ្លះអង្គុយនៅស្ងៀមក្នុងទីដ៏សមគួរលុះពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកវេរញ្ជាអង្គុយក្នុងទីដ៏សមគួរហើយទើបក្រាបបង្គំទូលសួរព្រះមានព្រះភិក្ខយ៉ាងនេះថាបបិទ្ធព្រះគោតមដ៏ចម្រើនអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យពួកសត្វខ្លះក្នុងលោកនេះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងកំណើតដេរិឆានប្រែតវិស័យអសុរកាយនរកទំព័រ257ចូលយមកៈវៈវេរញ្ចកៈសោតអកុសលកម្មបទ10បបិទ្ធព្រះគោតមដ៏ចម្រើនមួយទៀតអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យពួកសត្វក្នុងលោកនេះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងសុគតិសួគ៌ទេវលោកខណ្ឌព្រះអង្គទ្រង់ត្រាស់តបថាមនាលកហបៈបងទាំងឡាយព្រោះហេតុតែការប្រព្រឹត្តមិនស្មើគឺប្រព្រឹត្តមិនត្រូវធម៌នោះឯងបានជាពួកសត្វខ្លះក្នុងលោកនេះតបបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងកំណើតដេរិឆានប្រែតវិស័យអសុរកាយនរកយ៉ាងនេះមនាលកហបតីទាំងឡាយព្រោះហេតុតែសេចក្តីប្រព្រឹត្តស្មើគឺប្រព្រឹត្តកន្លងធម៌ដែលនាំឲ្យពួកសត្វខ្លះក្នុងលោកនេះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះខានធម៌នេះព្រះគោតមដ៏ចម្រើនបានសម្ដែងដោយសេចក្តីបំព្រួយមិនទាន់ចែករំលែកសេចក្តីដោយពុស្ដាទេយើងខ្ញុំមិនទាន់ដឹងសេចក្តីដោយពុស្ដាឡើយសូមទ្រង់ព្រះមេត្តាប្រោសព្រះគោតមជាម្ចាស់សម្ដែងធម៌ដែលព្រះគោតមជាម្ចាស់សម្ដែងដោយសង្ខេបមិនទាន់ចែករំលែកសេចក្តីពុស្ដានៅឡើយនេះឲ្យយើងខ្ញុំបានយល់សេចក្តីច្បាស់លាស់ដោយពុស្ដាឲ្យទៀនខានមនាលកហបតីទាំងឡាយបើដូច្នោះចូលអ្នកទាំងឡាយប្រុងចាំស្ដាប់ចុះចូលធ្វើទំព័រ258សតន្តបិដកមជ្ឈិមនិកាយមូលបណាសកៈទុកក្នុងចិត្តឲ្យប្រពៃចុះតថាគតនឹងសម្ដែងខណ្ឌពួកព្រាហ្មណ៍និងកហបតីអ្នកស្រុកវេរញ្ជាទទួលតបព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គខណ្ឌខ្សែរឿងលេខ129ព្រះមានព្រះភិក្ខបានត្រាស់យ៉ាងនេះមនាលកហបតីទាំងឡាយបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធម៌ប្រព្រឹត្តមិនស្មើខាងកាយ3ចំណែកបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធម៌ប្រព្រឹត្តមិនស្មើខាងវាចា4ចំណែកបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធម៌ប្រព្រឹត្តមិនស្មើខាងចិត្ត3ចំណែកខណ្ឌមនាលកហបតីទាំងឡាយចុះបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធម៌ប្រព្រឹត្តមិនស្មើខាងកាយ3ចំណែកតើដូចម្តេចខណ្ឌមនាលកហបតីទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកសម្លាប់សត្វប្រព្រឹត្តអាក្រក់មានដៃប្រឡាក់ឈាមជាអ្នកស្និទ្ធចិត្តក្នុងការសម្លាប់សត្វឥតមានសេចក្តីអៀនខ្មាស់ឥតមានមេត្តាត្រាប្រណីចំពោះពួកសត្វដែលមានជីវិតទាំងអស់ខណ្ឌជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យជាអ្នកកាន់យកទ្រព្យដែលជាគ្រឿងប្រើប្រាស់របស់បុគ្គលដទៃ
ដែលគេមិនបានឲ្យជាចំណែកនៃថយចិត្តខណ្ឌជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយទំព័រ259ចូលយមកៈវៈវេរញ្ចកៈសោតអកុសលកម្មបទ10ពួកស្ត្រីណាដែលមេដាគ្រប់គ្រងរក្សាពេជាអ្នកដល់នឹងការប្រព្រឹត្តល្មើសចំពោះស្ត្រីដែលមានសភាពយ៉ាងនោះខណ្ឌមនាលកហបតីទាំងឡាយបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធរប្រព្រឹត្តមិនស្មើខាងកាយ3ចំណែកយ៉ាងនេះឯងខណ្ឌមនាលកហបតីទាំងឡាយចុះបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធរប្រព្រឹត្តមិនស្មើខាងវាចា4ចំណែកតើដូចម្ដេចខណ្ឌមនាលកហបតីទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកនិយាយពាក្យកុហកពេលនិយាយកុហកទាំងដឹងខ្លួនខណ្ឌជាអ្នកមានសម្ដីញុះញង់គឺលើដំណឹងអំពីទីនេះទៅប្រាប់ក្នុងទីឯនោះពេលជាអ្នកនិយាយពាក្យដែលធ្វើឲ្យកើតឲ្យគេបែកគ្នាជាពួកខណ្ឌជាអ្នកមានសម្ដីអាក្រក់វាចាណាដែលកន្ទួលចិត្តទាំងរបឹងរឹងរូសពេលជាអ្នកនិយាយពាក្យមានសភាពដូច្នោះខណ្ឌជាអ្នកមានសម្ដីឥតប្រយោជន៍និយាយពាក្យក្នុងកាលមិនគួរនិយាយពាក្យមិនពិតពេលនិយាយពាក្យឥតមានកំណត់មិនប្រកបដោយប្រយោជន៍ខណ្ឌមនាលកហបតីទាំងឡាយបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធរប្រព្រឹត្តមិនស្មើដោយវាចា4ចំណែកយ៉ាងនេះឯងខណ្ឌមនាលកហបតីទាំងឡាយចុះបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធរប្រព្រឹត្តមិនស្មើខាងចិត្ត3ចំណែកតើដោយបណ្ដេចខណ្ឌមនាលកហបតីទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកមានចិត្តសម្លឹងរំពៃពេទំព័រ260គុតសតន្តបិដកមជ្ឈិមនិកាយមូលបណាសកៈតតិយភាគបិដកលេខ22ដោយការបង្អោនចិត្តទៅថាវត្ថុនោះគុំក៏បីបានមកជារបស់អញខណ្ឌបុគ្គលមានចិត្តជាបាលជាអ្នកមានសេចក្តីត្រេះរិះដោយចិត្តដែលទូស័កប្រទូហើយថាសត្វទាំងនោះចូលវិនិច្ឆ័យទៅឬបែដែលមិនវិនិច្ឆ័យកុំមានឡើយខណ្ឌបុគ្គលជាមិច្ឆាទិដ្ឋិមានសេចក្តីឃើញវិបរិតថាទានដែលបុគ្គលឲ្យមិនមានផលបូជាធំមិនមានផលបូជាតូចមិនមានផលពេប្រកាសឲ្យជាក់ច្បាស់ខណ្ឌមនាលកហបតីទាំងឡាយបុគ្គលប្រព្រឹត្តមិនត្រូវកន្លងធរប្រព្រឹត្តមិនស្មើខាងចិត្ត3ចំណែកយ៉ាងនេះឯងខណ្ឌមនាលកហបតីទាំងឡាយព្រោះហេតុតែការប្រព្រឹត្តមិនស្មើគឺប្រព្រឹត្តមិនត្រូវកន្លងធរបានជាពួកសត្វខ្លះក្នុងលោកនេះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងកំណើតតិរិឆានប្រែតវិស័យអសុរកាយនិងនរកយ៉ាងនេះខណ្ឌខ្សែរឿងលេខ130មនាលកហបតីទាំងឡាយចំណែកខាងបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងកាយ3ចំណែកបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងវាចា4ចំណែកបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងចិត្ត3ចំណែកដោយគ្នាតែខណ្ឌមនាលកហបតីទាំងឡាយចុះបុគ្គលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងកាយ3ចំណែកតើដោយបណ្ដេចខ្លះខណ្ឌមនាលកហបតីទាំងឡាយ61ចូលយមកៈវៈវេរញ្ចកៈសោតកុសលកម្មបទ10បុគ្គលពួកខ្លះក្នុងលោកនេះលះបង់បាណាតិបាតវាស្រឡះចាក់បាណាតិបាតមានអាជ្ញាដាក់ចុះហើយមានគ្រឿងស្ត្រាដាក់ចោលហើយបែជាអ្នកអនុគ្រោះដោយប្រយោជន៍ចំពោះសត្វដែលមានជីវិតទាំងអស់ខណ្ឌលះបង់អតិនេទានវាស្រឡះចាក់អតិនេទានមិនបានកាន់យកទ្រព្យដែលជាគ្រឿងប្រើប្រាស់របស់ជនឯទៀតដែលគេមិនបានឲ្យជាចំណែកនៃថយចិត្តខណ្ឌលះបង់កាមេសុមិច្ឆាចាបែជាអ្នកបណ្ដុលនៅការប្រព្រឹត្តចំពោះពួកស្ត្រីដែលមានសភាពយ៉ាងនោះខណ្ឌមនាលកហបតីទាំងឡាយបុគ្គលដែលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងកាយ3ចំណែកយ៉ាងនេះឯងខណ្ឌមនាលកហបតីទាំងឡាយចុះបុគ្គលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងវាចា4ចំណែកតើដោយបណ្ដេចខណ្ឌមនាលកហបតីទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះលះបង់មុសាវាទវាស្រឡះចាក់មុសាវាទទោះស្ថិតនៅក្នុងរោងប្រជុំក្តីពេមិននិយាយកុហកទាំងដឹងខ្លួនខណ្ឌលះបង់ពាក្យញុះញង់វាស្រឡះចាក់ពាក្យញុះញង់ពេនិយាយតែពាក្យដែលធ្វើឲ្យគេព្រមព្រៀងគ្នាខណ្ឌលះបង់ពាក្យអាក្រក់ពេទំព័រ262សតន្តបិដកមជ្ឈិមនិកាយមូលបណាសកៈតតិយភាគបិដកលេខ22និយាយតែពាក្យមានសភាពដូច្នោះខណ្ឌលះបង់ពាក្យរយរាយឥតប្រយោជន៍ពេប្រកបដោយគ្រឿងអាង
ពាក្យមានកំណត់ពាក្យប្រកបដោយប្រយោជន៍ដោយការគួរខាន់មនាលកហបដីទាំងឡាយបុគ្គលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងវិចារ4ចំណែកយ៉ាងនេះឯងខាន់មនាលកហបដីទាំងឡាយបុគ្គលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងចិត្ត3ចំណែកតើដោយបណ្ឌិតមនាលកហបដីទាំងឡាយបុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកមិនរំពៃចង់បានទ្រព្យគេមិនសម្លឹងចង់បានទ្រព្យដែលជាគ្រឿងប្រើប្រាស់របស់គេដោយគិតថាធ្វើដោយម្ដេចណោទ្រព្យរបស់អ្នកដទៃនោះក៏បីបានមកជារបស់អញដូច្នេះខាន់ជាអ្នកមានចិត្តមិនបានព្យាបាទមានសេចក្តីត្រេះរិះដោយចិត្តតែទូសៈមិនប្រទុះហើយថាសូមឲ្យសត្វទាំងនេះកុំមានពៀកុំបៀតបៀនគ្នាក៏មានទុកចូលរសាខ្លួនប្រាណឲ្យបានសេចក្តីសុខចុះខាន់ជាអ្នកសមាធិមានសេចក្តីយល់មិនវិបរិតថាទានដែលបុគ្គលឲ្យហើយមានផលបូជាធំក៏មានផលពេធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ក្រៃលែងដោយខ្លួនឯងខាន់ពណ៌263ចូលយមកៈវៈវេរញ្ចកៈសោតផលនៃកិរិយាប្រព្រឹត្តធម៌ប្រព្រឹត្តស្មើមនាលកហបដីទាំងឡាយបុគ្គលប្រព្រឹត្តធម៌ប្រព្រឹត្តស្មើខាងចិត្ត3ចំណែកយ៉ាងនេះឯងខាន់មនាលកហបដីទាំងឡាយព្រោះសេចក្តីប្រព្រឹត្តស្មើគឺប្រព្រឹត្តធម៌ជាហេតុយ៉ាងនេះឯងបានជាពួកសត្វខ្លះក្នុងលោកនេះដល់បែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅកើតក្នុងសុគតិសួគ៌ទេវលោកយ៉ាងនេះខាន់ខ្សែរឿង131មនាលកហបដីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើប្រសិនបើប្រាថ្នាថាអោណោលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅសូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកខត្តយៈមហាសាលដូច្នេះហេតុនោះឯងរមែងមានបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅមកជានឹងបានទៅកើតជាមួយនឹងពួកខត្តយៈមហាសាលមែនដំណើរនោះព្រោះហេតុអ្វីព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខាន់មនាលកហបដីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅសូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកព្រាហ្មណៈមហាសាលពេពួកកហបដីមហាសាលដូច្នេះហេតុនោះឯងរមែងមានបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅមកជានឹងបានទៅកើតជាមួយនឹងពួកកហបដីមហាទំព័រ264សតន្តបិដកមជ្ឈិមនិកាយមូលបណាសកៈបិដកខ្មែរលេខ22សាលបានមែនដំណើរនោះតើព្រោះហេតុអ្វីព្រោះតែបុគ្គលនោះឯងជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខាន់មនាលកហបដីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់សូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងទេវតាចន្ទចតុមហារាជិកាដូច្នេះហេតុនោះឯងរមែងមានត្បិតបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅមុខជានឹងបានទៅកើតជាមួយនឹងពួកទេវតាចន្ទចតុមហារាជិកាបានមែនដំណើរនោះព្រោះហេតុអ្វីព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខាន់មនាលកហបដីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅសូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកទេវតាចន្តាវតេញពេពួកទេវតាចន្ទយាមៈនៃពុស្ដាដោយខាងលើខ្ញុំប្រកាសអាត្មាភាពមិនចាំបាច់ប្រាប់ទៀតទេការរាប់ឋានសួគ៌នេះពួកទេវតាចន្ទដុសិតពួកទេវតាចន្ទនិមានរតីពួកទេវតាចន្ទបរនិមិតវសវតីពួកទេវតាដែលរាប់ចូលក្នុងព្រំដូច្នេះហេតុនោះឯងរមែងមានត្បិតបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅមុខជានឹងបានទៅកើតជាមួយនឹងពួកទេវតាដែលរាប់ចូលក្នុងពួកព្រំបានមែនដំណើរនោះតើព្រោះហេតុអ្វីព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខាន់ទំព័រ265ចូលយមកៈវៈវេរញ្ចកៈសោតផលនៃកិរិយាប្រព្រឹត្តធម៌ប្រព្រឹត្តស្មើមនាលកហបដីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅសូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកទេវតាចន្ទអាភាដូច្នេះហេតុនេះឯងរមែងមានត្បិតបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅមុខជានឹងបានទៅកើតជាមួយនឹងពួកទេវតាចន្ទអាភាបានមែនដំណើរនោះតើព្រោះហេតុអ្វី
ព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខានមនាលកហបតីទាំងឡាយបុគ្គលជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោនោះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅសូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកទេវតាជន់បដិតាភៈទេពួកទេវតាជន់អបមានាភៈនៃពិស្ដាដូចខាងលើបាញ់មិញពួកទេវតាជន់អភសរៈពួកទេវតាជន់បរិត្តសុភៈពួកទេវតាជន់អបមានសុភៈពួកទេវតាជន់សុភៈកណ្ណហកៈពួកទេវតាជន់វេហផលៈពួកទេវតាជន់អវិហៈពួកទេវតាជន់អតបៈពួកទេវតាជន់សុទស្សៈពួកទេវតាជន់សុទស្សីពួកទេវតាជន់អកណិដ្ឋកៈពួកទេវតាជាអ្នកទៅកើតក្នុងអាកាសនញ្ចាយតនភពពួកទេវតាជាអ្នកទៅកើតក្នុងវិញ្ញាណញ្ចាយតនភពពួកទេវតាជាអ្នកទៅកើតក្នុងអកញ្ចញ្ញាយតនភពពួកទេវតាជាអ្នកទៅកើតក្នុងទេវសញ្ញានាសញ្ញាយតនភពដូច្នេះពុទ្ធបរិស័ទទាំងឡាយជាទីរាប់អានខណៈនេះពុទ្ធបរិស័ទកំពុងតាមដានសិក្សានិងស្ដាប់ជាមួយនឹងខ្សែសំឡេងព្រះត្រៃបិដកខ្មែរវល់ទី2ដែលបានថតនិងផ្សាយចេញពីពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមវត្តត្រពាំងឈូករក្សាសិទ្ធិគ្រប់បែបយ៉ាងដោយពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមវត្តត្រពាំងឈូសតន្តបិដកមជ្ឈិមនិកាយមូលបណាសកតតយភាគបិដកលេខ22ហេតុនោះឯងរមែងមានត្បិតបុគ្គលនោះលុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ទៅនឹងបានទៅកើតជាមួយនឹងពួកទេវតាជន់ទេវសញ្ញានាសញ្ញាយតនភពបានមែនដំណើរនោះតើព្រោះហេតុអ្វីព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខណ្ឌមនាលកហបតីទាំងឡាយបុគ្គលអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើបើប្រសិនជាប្រាថ្នាថាអោណោអាត្មាអញក៏បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញារបស់ខ្លួនចំពោះចេតោវិមុតនិងបញ្ញាវិមុតដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយក្នុងបច្ចុប្បន្នហើយសម្រេចសម្រាននៅដោយអរិយាបថទាំង4ដូច្នេះហេតុនោះឯងរមែងមានត្បិតបុគ្គលនោះក៏បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញារបស់ខ្លួនចំពោះចេតោវិមុតនិងបញ្ញាវិមុតដែលមិនមានអាសវៈព្រោះអស់ទៅនៃអាសវៈទាំងឡាយក្នុងបច្ចុប្បន្នហើយសម្រេចសម្រាននៅដោយអរិយាបថ4បានមែនដំណើរនោះតើព្រោះហេតុអ្វីព្រោះតែបុគ្គលនោះជាអ្នកប្រព្រឹត្តធម៌ប្រព្រឹត្តស្មើដោយពិតខណ្ឌខ្សែរឿងលេខ132កាលបើព្រះមានព្រះភិក្ខទ្រង់ត្រាស់យ៉ាងនេះហើយពួកព្រាហ្មណ៍និងកហបតីទាំងឡាយអ្នកស្រុកវេរញ្ជាក៏ក្រាបបង្គំទូលព្រះមានព្រះភិក្ខយ៉ាងនេះថាបពុតព្រះគោតមដ៏ចម្រើនភាសិតដែលព្រះអង្គទំព័រ267ចូលយមកៈវៈវេរញ្ចកៈសោតអ្នកដល់នៅសរណៈស្មើដោយជីវិតសម្ដែងហើយពីរោះណាស់បពុតព្រះគោតមដ៏ចម្រើនភាសិតដែលព្រះអង្គសម្ដែងហើយពីរោះណាស់បពុតព្រះគោតមដ៏ចម្រើនធម៌ដែលព្រះអង្គសម្ដែងហើយដោយអនេកបរិយាយយ៉ាងនេះវងកញ្ចក់ភ្លឺច្បាស់ណាស់បាត់ដូចបុគ្គលភ្ងាក់ចាប់ផ្ងារបស់ដែលកាប់ឬក៏ដូចគេបើកបង្ហាញរបស់ដែលកំបាំងពំនុះដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សវង្វេងទិសពំនុះសោតដូចជាបុគ្គលទ្រប្រទីបក្នុងទីងងឹតដោយគិតថាពួកមនុស្សមានភ្នែកភ្លឺឃើញរូបបានយ៉ាងនោះឯងពួកខ្ញុំព្រះអង្គសូមដល់នៅព្រះគោតមដ៏ចម្រើនផងព្រះធម៌ផងព្រះភិក្ខុសង្ឃផងជាទីរលឹកសូមព្រះគោតមចាំទុកនៅពួកខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នៅសរណៈស្មើដោយជីវិតចាប់ដើមតាំងពីថ្ងៃនេះជាដើមទៅខណ្ឌចប់វេរញ្ចកៈសោតទី10ខណ្ឌទំព័រ268មហាវេទលសោតទី3ខ្សែរឿង133ខ្ញុំបានស្ដាប់មកយ៉ាងនេះខណ្ឌសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិកសិទ្ធិទាបក្រុងសាវត្ថីខណ្ឌគ្រានោះឯងព្រះមហាកោធិកៈមានអាយុចេញពីផលសមាបត្តិក្នុងសាយនហសម័យហើយចូលទៅរកព្រះសិរីបុត្រមានអាយុលុះចូលទៅដល់ហើយទើបនិយាយពាក្យរាក់ទាក់សំណេះសំណាលទៅរកព្រះសិរីបុត្រមានអាយុលុះបញ្ចប់ពាក្យសំណេះសំណាលនិងពាក្យដែលគួររលឹកហើយក៏គង់ក្នុងទីដ៏សមគួរខណ្ឌខ្សែរឿង134លុះព្រះមហាកោធិកៈមានអាយុគង់ក្នុងទីដ៏សមគួរហើយ
ទើបសួរព្រះសារីបុត្រមានអាយុយ៉ាងនេះថាមនាលអាវុសោគេតែងនិយាយថាបុគ្គលគ្មានប្រាជ្ញាបុគ្គលគ្មានប្រាជ្ញាមនាលអាវុសោបុគ្គលដែលហៅថាអ្នកគ្មានប្រាជ្ញាតើដោយហេតុដូចម្ដេចខានព្រះសារីបុត្រតបថាមនាលអាវុសោបុគ្គលដែលមិនចេះមិនដឹងច្បាស់នឹងឯងហៅថាអ្នកគ្មានប្រាជ្ញាចុះបុគ្គលនោះមិនដឹងច្បាស់នៅអ្វីមិនដឹងច្បាស់ថានេះទុក្ខទំព័រ269ចូលយមកវៈមហាវេទលសោតប្រស្នាសួរអំពីបុគ្គលមានប្រាជ្ញាជាដើមមិនដឹងច្បាស់ថានេះហេតុឲ្យកើតទុក្ខមិនដឹងច្បាស់ថានេះជាគ្រឿងរំលត់ទុក្ខមិនដឹងច្បាស់ថានេះជាសេចក្តីប្រណិប័តដែលជាដំណើរទៅកាន់ទីរំលត់ទុក្ខមនាលអាវុសោព្រោះតែបុគ្គលនោះមិនចេះដឹងដូច្នេះឯងទើបហៅថាអ្នកគ្មានប្រាជ្ញាខណ្ឌព្រះមហាកោដ្ឋិកៈមានអាយុក៏ត្រេកអរអនុមោទនាចំពោះភាសិតរបស់ព្រះសារីបុត្រមានអាយុថាមនាលអាវុសោពិរោះណាស់លោកអនុមោទនាហើយទើបសួរប្រស្នានឹងព្រះសារីបុត្រមានអាយុតទៅទៀតថាមនាលអាវុសោគេតែងនិយាយថាអ្នកមានប្រាជ្ញាមនាលអាវុសោចុះបុគ្គលដែលហៅថាអ្នកមានប្រាជ្ញាតើដោយហេតុដូចម្ដេចខ្លះខានព្រះសារីបុត្រតបថាមនាលអាវុសោបុគ្គលដែលចេះដឹងច្បាស់នឹងឯងដែលហៅថាអ្នកមានប្រាជ្ញាចុះបុគ្គលនោះដឹងច្បាស់នៅអ្វីដឹងច្បាស់ថានេះទុក្ខដឹងច្បាស់ថានេះជាហេតុឲ្យកើតទុក្ខដឹងច្បាស់ថានេះជាគ្រឿងរំលត់ទុក្ខដឹងច្បាស់ថានេះជាសេចក្តីប្រណិប័តដែលជាដំណើរទៅកាន់ទីរំលត់ទុក្ខមនាលអាវុសោព្រោះតែបុគ្គលនោះដឹងច្បាស់ដូច្នេះឯងទើបហៅថាអ្នកមានប្រាជ្ញាខណ្ឌមនាលអាវុសោគេតែងហៅថាវិញ្ញាណមនាលអាវុសោចុះធម្មជាតិដែលគេហៅថាវិញ្ញាណតើដូចម្ដេចខណ្ឌមនាលអាវុសោធម្មជាតិដែលស្គាល់ច្បាស់ដឹងច្បាស់នោះឯងដែលគេហៅថាវិញ្ញាណទំព័រ270សតន្តបិដកមេជ្ឈិមនិកាយមូលបណាសកៈចុះវិញ្ញាណនោះស្គាល់អ្វីខ្លះស្គាល់ថាសុខខ្លះស្គាល់ថាទុក្ខខ្លះស្គាល់ថាមិនមែនទុក្ខមិនមែនសុខខ្លះមនាលអាវុសោព្រោះតែធម្មជាតិនោះស្គាល់ច្បាស់ដឹងច្បាស់ដូច្នេះឯងទើបហៅថាវិញ្ញាណខណ្ឌមនាលអាវុសោចុះប្រាជ្ញានិងវិញ្ញាណធរវងកញ្ចក់ទាំងពីរបទនេះតើដូចគ្នាឬផ្សេងគ្នាលេខយោង1សំដៅសេចក្តីថាកើតរលត់ទាំងមានវត្ថុអារម្មណ៍ជាមួយគ្នាខណ្ឌមានបញ្យោប៉ុណ្ណេះនៅបន្តលេខយោងខាងក្រោមមួយទៀតបុគ្គលចែករំលែកធរវងកញ្ចក់ទាំងពីរបទនេះបញ្ញត្តិឲ្យផ្សេងគ្នាបានឬទេខណ្ឌមនាលអាវុសោប្រាជ្ញានិងវិញ្ញាណធរវងកញ្ចក់ទាំងពីរនេះបទជាធរដូចគ្នាមិនមែនផ្សេងគ្នាទេទាំងបុគ្គលនឹងចែករំលែកបញ្ញត្តិធរទាំងពីរនេះឲ្យផ្សេងគ្នាមិនបានទេមនាលអាវុសោប្រាជ្ញាដឹងច្បាស់នៅវត្ថុណាវិញ្ញាណក៏ដឹងច្បាស់នៅវត្ថុនោះដែរវិញ្ញាណស្គាល់ច្បាស់នៅវត្ថុណាប្រាជ្ញាក៏ដឹងច្បាស់នៅវត្ថុនោះដែរព្រោះហេតុនោះបានជាធរវងកញ្ចក់ទាំងពីរនេះបទជាធរដូចគ្នាមិនមែនផ្សេងគ្នាទេទាំងបុគ្គលនឹងចែករំលែកបញ្ញត្តិធរទាំងពីរនេះឲ្យផ្សេងគ្នាមិនបានឡើយខណ្ឌមនាលអាវុសោបើប្រាជ្ញានិងវិញ្ញាណថតវងកញ្ចក់ទាំងពីរនេះបទនេះដូចគ្នាមិនមែនផ្សេងគ្នាទេចុះសេចក្តីប្លែកគ្នាដំណឹងស្ដីពីពិធីបុណ្យសូត្រស្វាធ្យាយគម្ពីរព្រះត្រៃបិដកប្រចាំឆ្នាំទី11និងបុណ្យមាឃបូជាប្រារព្ធធ្វើនៅក្នុងវត្តត្រពាំងឈូកសស108សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកម្មវិធីបុណ្យថ្ងៃទី1នៅថ្ងៃអាទិត្យ14កើតខែមិញឆ្នាំពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2026ចាប់ពីព្រឹកតទៅពិធីបើកវគ្គសូត្រស្វាធ្យាយគម្ពីរព្រះត្រៃបិដកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះឧត្តមកិច្ចណូវ៉ានីចៅអធិការវត្តតមកសូត្រគម្ពីរសតន្តបិដកមជ្ឈិមនិកាយឧបរិបណាសកៈសត្តមភាគភាគទី26ថ្ងៃបុណ្យទី2គឺនៅថ្ងៃច័ន្ទ15កើតខែនឹងឆ្នាំដដែលត្រូវនៅថ្ងៃទី2ខែកុម្ភៈឆ្នាំដដែល
បន្តសូត្ររហូតដល់ម៉ោង10ព្រឹកពិធីរាប់បាតព្រះសង្ឃ22ព្រះអង្គគង់មួយកន្លែងក្នុងរោងខាងមុខសាលាឆាន់រសៀលសូត្របីដកបន្តលុះម៉ោង6យប់ដង្ហែប្រទីបបណ្ដែតប្រទីបអុជប្រទីបទ្រោលប្រទីបដើរចង្ក្រមនិងអង្គុយសមាធិអប់រំចិត្តក្នុងបូជនីយស្ថានទី5រួចវេគ្រឿងសក្ការៈបូជាថ្វាយព្រះរតនត្រ័យប្រកាសបិទបញ្ចប់កម្មវិធីសូត្រស្វាធ្យាយគម្ពីរព្រះត្រៃបិដកជាផ្លូវការនិងប្រកាសមាឃបូជាសូត្រធម៌បទរហូតទល់ចប់បុណ្យសូត្រព្រះត្រៃបិដកនិងមាឃបូជានេះផ្ដើមធ្វើឡើងក្នុងគោលបំណង3យ៉ាងគឺ1ដើម្បីទ្រទ្រង់នៅព្រះពុទ្ធវចនៈព្រះត្រៃបិដកឲ្យបានគង់វង្សជានិច្ចតរៀងទៅ2ដើម្បីអនុគ្រោះដល់មហាពុទ្ធសាសនិកខ្មែរដែលខ្វះធនធានទៅចូលរួមសូត្រនៅប្រទេសឥណ្ឌា3ដើម្បីបង្ហាត់បង្រៀនបង្វឹកបង្ហាញចំពោះកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃព្រះត្រៃបិដកដែលជាមរតកស្នាដៃពុព្វបុរសយើងបន្សល់ទុកឲ្យកូនខ្មែរបានសិក្សារៀនសូត្រនៅព្រះពុទ្ធវចនៈគ្រប់ជំនាន់តរៀងទៅហាក់បានឃើញបានជួបនឹងព្រះសម្មាសម្ពុទ្ធទាំង84000ព្រះអង្គរបស់យើងទាំងអស់គ្នាដោយផ្ទាល់4មាឃបូជារំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រទាននៅអវត្តបាតិមោក្ខនិងជាថ្ងៃដែលព្រះអង្គទ្រង់ដាក់ជន្មាយុសង្ខារយាងចូលនិព្វានសូមញោមញាតិពុទ្ធបរិស័ទមេត្តាជួយឧបត្ថម្ភដូចជាលៀងឬត្រៃសាដកអង្គរទឹកពិសានិងភេសជ្ជៈតាមធនធាននិងលទ្ធភាពដែលអាចធ្វើបានជាការចូលរួមក្នុងកម្មវិធីបុណ្យប្រព្រឹត្តទៅជាកុសលទាំងអស់គ្នាបើញោមញាតិប្រថុចចង់ទទួលអាហារនិងទឹកពិសាមួយពេល$300ពីភេសជ្ជៈនិងទឹកពិសាមួយថ្ងៃអស់$200 3បបរមួយពេលព្រឹក$200 4ត្រីមួយត្រី$54បើមួយលាង$25ទ្រព្យដទៃចោលអាចលួចបានអាយទ្រព្យគឺបុណ្យកុសលនេះចប់សូមអនុមោទនាទំនាក់ទំនងសាកសួរព័ត៌មានពិស្ដាតាមរយៈខ្សែទូរស័ព្ទលេខ012 660និង550ឬ015 660និង550ស្ដាប់ការផ្សាយតាមរយៈវិទ្យុជនពិការភ្នែករាជធានីភ្នំពេញកម្រិត 94.70 MHz ចាប់ពីម៉ោង 6:30 នាទីដល់ម៉ោង 7 យប់រៀងរាល់ថ្ងៃទស្សនាតាមបណ្ដាញព័ត៌មានសង្គម YouTube និង Facebook ដែលមានអាសយដ្ឋានជាអក្សរខ្មែរព្រះឧត្តមកិច្ចណូវ៉ានីជារៀងរាល់ថ្ងៃសូមអរព្រះគុណនិងសូមអរគុណសាធុសាធុមហាពុទ្ធសាសនិកខ្មែរខេមរៈជាតិញាតិព្រះធម៌ជាអ្នកស្ដាប់នៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជាជាទីរាប់អានដ៏ជ្រាលជ្រៅកម្មវិធីផ្សាយសម្លេងព្រះពុទ្ធសាសនានៅពេលនេះសូមលំអរកាយគ្រៀបចាក់ពិសោធន៍តន្ត្រីអារម្មណ៍នៃមហាពុទ្ធបរិស័ទទាំងឡាយត្រឹមប៉ុណ្ណេះសិនចុះនីតិនេះនឹងវិលមកជួបពុទ្ធបរិស័ទទាំងឡាយនាថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលសូមបានប្រកបដោយនូវព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណក្រៅពីទស្សនានិងស្ដាប់នៅកម្មវិធីផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម YouTube និង Facebook ដែលមានអាសយដ្ឋានព្រះឧត្តមកិច្ចណូវ៉ានីនោះ
ពុទ្ធបរិស័ទក៏អាចបើកស្ដាប់តាមរយៈវិទ្យុជនពិការភ្នែករាជធានីភ្នំពេញកម្រិត 94.70 MHz ចាប់ពីម៉ោង 6:30 នាទីដល់ម៉ោង 7 យប់ជារៀងរាល់ថ្ងៃផងដែរសូមអរព្រះគុណនិងសូមអរគុណ